នៅពេលដែលអ្នកចង់បានផ្ទះថ្មីតាមក្តីប្រាថ្នាអ្នកប្រាកដជាត្រូវការរចនាប្លង់ផ្ទះទៅតាមម៉ូដដែលអ្នកប្រាថ្នាដើម្បីឲ្យជាងសាងសង់តាមចិត្តដែលអ្នកចង់បានមានមនុស្សជាច្រើនធ្លាប់មានក្តីសុបិនពីក្មេងតែពេលធំពេញវ័យក៏ទៅធ្វើរឿងផ្សេងខុសពីក្តីសុបិនរបស់ខ្លួនទៅវិញហេតុអ្វីទៅបើអ្នកចង់ដឹងពីមូលហេតុនេះសូមស្ដាប់អេពីសូតនេះដល់ចប់អ្នកនឹងអាចស្រាវចម្ងល់មួយនេះបាននៅក្នុង podcast ហើយសៀវភៅជួយពង្រីកគំនិតនិងបកស្រាយពីរចនាក្តីសុបិនរបស់អ្នកដែលនឹងលើកចូលមកនិយាយនៅក្នុងអេពីសូតទី68នេះមុននឹងនិយាយពីការរចនាក្តីសុបិនឥឡូវយើងមកចូលពីអត្ថន័យក្តីសុបិនសិនក្តីសុបិនជាអ្វីម្យ៉ាងជាចំណុចចាប់ផ្ដើមពីការឈានឆ្ពោះទៅកំណត់គោលដៅអាជីពឬជីវិតរបស់បុគ្គលគ្រប់រូបមនុស្សយើងអាចមានក្តីសុបិនមួយឬក៏ច្រើនដែលយើងចង់នាំខ្លួនឯងទៅដល់គោលដៅអ្វីមួយឬក្លាយជាបុគ្គលណាម្នាក់ក្នុងពេលអនាគតតាមរយៈការប្រឡូកក្នុងជីវិតការងាររបស់ខ្លួនមនុស្សមួយចំនួនបានវង្វេងចូលទៅក្នុងក្តីសុបិនរបស់អ្នកដទៃដោយមិនដឹងខ្លួនអាចមកពីចង់ធ្វើតាមគេក៏អាចមកពីចង់បានលុយខ្លាំងពេកសុខចិត្តលក់ពេលវេលាលក់កម្លាំងលក់គំនិតដើម្បីសម្រេចក្តីសុបិនឬក៏មហិច្ឆតារបស់អ្នកដទៃនៅត្រង់ន័យនេះខ្ញុំមិនបាននិយាយបកស្រាយថាការដែលលក់កម្លាំងឬក៏លក់ពេលវេលាទៅដល់អ្នកដទៃជារឿងខុសនោះទេនៅពេលដែលយើងមិនទាន់ដឹងថាយើងមានក្តីសុបិនអ្វីចូលចិត្តអ្វីចង់ធ្វើអ្វីពេលវេលាកម្លាំងនិងគំនិតរបស់យើងនេះហើយដែលយើងអាចដោះដូរជាមួយនឹងចំណូលប្រចាំថ្ងៃបានការដែលមនុស្សមួយចំនួនវង្វេងក្នុងខណៈពេលនេះព្រោះមិនបានស្វែងយល់ពីខ្លួនឯងមានត្រឹមក្តីប្រាថ្នាចង់បាននេះចង់បាននោះក៏ប៉ុន្តែមិនដឹងថាអាចយកវាមកដោយរបៀបណាក៏ព្រោះតែខ្វះនូវសកម្មភាពដែលចេញឈោងទៅចាប់យកអ្វីដែលខ្លួនឯងប្រាថ្នាមានត្រឹមគំនិតវាប្រកាសជាមិនអាចកើតជាផ្លែផ្កាបានទេលុះត្រាតែយើងធ្វើសកម្មភាពទៅវាចេញជាលទ្ធផលណាមួយពេលខ្លះអ្នកមានក្តីសុបិនតែអ្នកខ្វះការរចនាទៅគ្មានប្លង់ម៉ូដនៃក្តីសុបិនសម្រាប់ជាគំរូឲ្យធ្វើសកម្មភាពប្រចាំថ្ងៃក្តីសុបិននោះក៏คล้ายទៅជាក្តីសុបិនកណ្ដាលថ្ងៃដែលមានត្រឹមតែភាពសម័យប៉ុន្តែគ្មានរូបរាងពិតប្រាកដឡើយប្រសិនបើអ្នកមានក្តីសុបិនមានគោលបំណងចង់ធ្វើអ្វីមួយឬខ្លាចជាបុគ្គលណាម្នាក់អ្នកគួរតែរៀបចំផែនការជីវិតរបស់អ្នកឲ្យបានច្បាស់លាស់ដែលអ្នកអាចអនុវត្តបាននិងឈោងទៅសម្រេចក្តីសុបិននោះតាមរយៈការសិក្សាស្វែងយល់ពីខ្លួនឯងឲ្យបានច្បាស់លាស់ហើយផ្ដោតលើចំណង់ចំណូលចិត្តជំនាញគុណតម្លៃនិងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់អ្នករៀបចំផែនការជីវិតហើយបំបែកវាជាថ្ងៃដើម្បីធ្វើវារាល់ថ្ងៃបើអ្នកមិនដឹងថាក្តីសុបិនរបស់អ្នកជាអ្វីទេអ្នកត្រូវតែសួរខ្លួនឯងថាតើគោលបំណងពិតប្រាកដរបស់អ្នកគឺជាអ្វីរឿងនេះអ្នកត្រូវតែផ្ដោតទៅលើវាជាពិសេសព្រោះវាជាអ្វីដែលអាចរារាំងអ្នកមិនឲ្យសម្រេចក្តីសុបិនរបស់អ្នកបាននោះគឺជាបញ្ហាគ្រួសារបញ្ហាពេលវេលាបញ្ហាថវិកានិងបញ្ហាដែលមានឥទ្ធិពលពីខាងក្រៅផ្សេងៗទៀតដែលចាំរារាំងដល់ការសម្រេចក្តីសុបិនរបស់អ្នកតើអ្នកឲ្យនិយមន័យក្តីសុបិនរបស់អ្នកជាអ្វីដែរវាជាក្តីសម័យឥតប្រយោជន៍ឬក៏ជាកាតាលីករដែលផ្ដល់កម្លាំងចិត្តឲ្យអ្នកធ្វើអ្វីមួយជំរឿសគឺនៅលើការគិតរបស់អ្នកគ្រប់ពេលដែលនិយាយពីក្តីសុបិនត្រូវបានលើកឡើងចូលមកនិយាយយើងតែងតែបំបាក់ទឹកចិត្តខ្លួនឯងថាក្តីសុបិនគ្រាន់តែជាការសម័យឥតបានការឥតប្រយោជន៍តែប៉ុណ្ណោះវាមិនដែលខ្លាចជាការពិតទេតើឲ្យវាខ្លាចជាការពិតបែបណាទៅបើយើងគ្រាន់តែគិតប៉ុន្តែមិនចាប់ផ្ដើមធ្វើសកម្មភាពឲ្យស្របតាមក្តីសុបិនរបស់ខ្លួនឯងផងនោះបើមួយថ្ងៃរវល់តែរឿងរ៉ាវក្រៅក្តីសុបិនម្ដងរវល់ធ្វើរឿងនេះម្ដងរវល់ធ្វើរឿងនោះចេះតែធ្វើទៅតាមការនឹកឃើញទៅតាមស្ថានភាពជាក់ស្ដែងហើយមិនដែលបានចាប់ផ្ដើមគូវាប្លង់សុបិនរចនាម៉ូដឲ្យខ្លួនឯងផងធ្វើយ៉ាងណាទៅក្តីសុបិនរបស់អ្នកអាចកើតឡើងបានទៅបើនិយាយដល់ការធ្វើសកម្មភាពផ្ដោតទៅលើក្តីសុបិនវាមិនអាចរំពឹងធ្វើមួយថ្ងៃពីរថ្ងៃមួយខែអាចទទួលបានជោគជ័យនោះឡើយ
ការធ្វើសកម្មភាពគឺទាមទារឲ្យអ្នកធ្វើសកម្មភាពរយៈពេលយូរហើយធ្វើវាឲ្យបានជាប់លាប់ជាទម្លាប់ហ្វឹកហាត់ឲ្យអ្វីដែលអ្នកធ្វើនោះគាត់ទៅជាជំនាញមានតែការធ្វើទេទើបអាចដឹងនិងទទួលបានបទពិសោធន៍ពិតៗយកមកដូរខាត់ដើម្បីស្ដារជីវិតរបស់អ្នកឲ្យផ្លាស់ប្ដូរខ្លះទៅជាមនុស្សដែលអ្នកសុបិនចង់ក្លាយជាយ៉ាងពិតប្រាកដឧទាហរណ៍បើអ្នកចង់ក្លាយទៅជាតារាសម្ដែងបើអ្នកមិនវឹកហាត់ខ្លួនឯងឲ្យសម្ដែងទេអ្នកប្រកាសជាអៀនហើយម្យ៉ាងទៀតការសម្ដែងរបស់អ្នកអាចខុសឬក៏ឆ្គងខ្លាំងវាអាចមិនដូចធម្មជាតិពិតៗទេតែបើអ្នកចង់ក្លាយជាតារាសម្ដែងហើយអ្នកវឹកហាត់តែម្នាក់ឯងមកកញ្ចក់បន្ទាប់មកវឹកហាត់សម្ដែងមកកាមេរ៉ាទូរស័ព្ទរបស់អ្នកថតខ្លួនឯងមើលខ្លួនឯងសិនបើល្អហើយក៏ចាប់ផ្ដើមបង្ហាញបញ្ចេញឲ្យអ្នកដទៃមើលឃើញពីទេពកោសល្យរបស់អ្នកបើអ្នកដកខាត់ខ្លួនឯងមួយថ្ងៃបន្តិចរាល់ថ្ងៃបើកមុខកញ្ចក់បន្តិចអានសៀវភៅជួយពង្រីកគំនិតមានលក់សៀវភៅទស្សនៈបែបលើកទឹកចិត្តតែមានចំណងជើងថាលេខសម្ងាត់និងសៀវភៅទស្សនៈជាលក្ខណៈ e-book ដែលមានចំណងជើងថាគំនិតគឺជាទ្រព្យដែលអាចអានលើទូរស័ព្ទដៃគ្រប់ប្រភេទបានអ្នកនឹងក្លាយជាអ្វីដែលអ្នកចង់ក្លាយជាពេលនោះហើយដែលអ្នកអាចសម្រេចក្តីសុបិនរបស់អ្នកបានបើអ្នកចង់ក្លាយជាតារាសម្ដែងអ្នកទៅធ្វើការជាបុគ្គលិកក្រុមហ៊ុនធានារ៉ាប់រងទោះបីជាអ្នកធ្វើការ10ឆ្នាំទៀតក៏អ្នកមិនអាចក្លាយជាតារាសម្ដែងបានដែរតែអ្នកអាចក្លាយទៅជាអ្នកខ្លាំងអ្នកជំនាញនៅក្នុងអ្វីដែលអ្នកកំពុងតែចំណាយពេលវេលាធ្វើការជាមួយនោះហើយពេលនោះអ្នកនឹងគិតថាអ្នកពិតជាមិនអាចសម្រេចក្តីសុបិនរបស់ខ្លួនឯងបានពិតមែនព្រោះតែអ្នកបានចំណាយពេលវេលាខ្ជះខ្ជាយឡើងអស់ពេលវេលាទៅហើយនោះគ្រាន់តែជាអ្វីដែលអ្នកគិតអ្នកជឿតែប៉ុណ្ណោះព្រោះក្តីសុបិនរបស់អ្នកវាមិនដែលរត់ចោលអ្នកទៅណានោះទេគ្រប់យ៉ាងជាការជ្រើសរើសរបស់អ្នកជម្រើសដែលអ្នកបានជ្រើសរើសបានសម្រេចដើរលើវិថីនោះនឹងដឹកនាំអ្នកទៅលើផ្លូវនោះដូច្នេះហើយអ្នកត្រូវតែចេះសួរខ្លួនឯងថាអ្នករស់នៅសម្រាប់ប្រាក់ចំណូលឬរស់នៅដើម្បីក្តីសុបិនរបស់អ្នកនេះជាអ្វីដែលអ្នកត្រូវគិតត្រូវសម្រេចចិត្តជ្រើសរើសយកផ្លូវមួយសម្រាប់ដើរឆ្ពោះទៅសម្រាប់ខ្ញុំរស់នៅសម្រាប់ក្តីសុបិនរបស់ខ្ញុំចុះអ្នកវិញនៅពេលដែលខ្ញុំសម្រេចចិត្តរចនាប្លង់សុបិនរបស់ខ្ញុំហើយខ្ញុំដើរតាមផ្លូវដែលបានគូសវាសនោះរាល់ថ្ងៃវាពិតជាធ្វើឲ្យខ្ញុំរស់នៅពេញទៅដោយក្តីសង្ឃឹមនិងមានក្តីអំណររាល់ថ្ងៃក៏ប៉ុន្តែធ្វើអ្វីក៏ហត់ដែរតែពេលដែលធ្វើការឲ្យក្តីសុបិនរបស់ខ្លួនឯងវិញវាធ្វើឲ្យអ្នកមានស្នាមញញឹមជាប់នៅលើផ្ទៃមុខហើយធ្វើការភ្លេចបាយភ្លេចទឹកភ្លេចគេងក៏នៅតែមានកម្លាំងហើយនោះគឺជាកម្លាំងចិត្តដែលយើងតែងតែស្ដាប់សំឡេងខាងក្នុងរបស់យើងហើយយើងធ្វើបំពេញអ្វីដែលនៅខាងក្នុងរបស់យើងពេលខ្លះមនុស្សយើងរវល់នឹងការងាររាប់រយមុខហើយចូលស្រែកថាហត់ណាស់មនុស្សខ្លះមិនដែលបានសម្រាកស្រួលព្រោះតែព្រួយចិត្តរាល់ជប់ដោយសារតែបំណុលខំធ្វើការនៅហត់យ៉ាងណាក៏ដោះស្រាយបន្ទុកបំណុលនេះមិនចេញរួចសោះបើសិនខ្ញុំប្រាប់អ្នកថាអ្នកប្រឹងខុសកន្លែងទើបមិនមានតម្លៃហើយប្រឹងយ៉ាងណាក៏រឹតតែតឹងទៅព្រោះតែអ្នកប្រើប្រាស់កម្លាំងរបស់អ្នកទៅលើចំណុចដែលខុសតើអ្នកជឿខ្ញុំទេមនុស្សយើងកើតមកជាមួយជោគវាសនារបស់ខ្លួនឯងហើយអ្វីនោះហើយដែលបង្កើតអ្នកមកជាមួយនឹងគោលបំណងដែលមានប្រយោជន៍អ្នកមិនអាចយកកែវទឹកទៅដាក់សៀវភៅបានទេពិតណាស់ថាអ្នកអាចយកកែវទឹកទៅប្រើជាប្រយោជន៍ដោយដាក់ទឹកញ៉ាំឬក៏ឆុងកាហ្វេហើយជាការពិតណាស់ដែលអ្នកមិនអាចយកធ្នើរដាក់សៀវភៅទៅដាក់ទឹកញ៉ាំបានទេសម្ភារៈដែលគេបង្កើតមកសុទ្ធតែមានគោលបំណងដែលជាប្រយោជន៍ណាមួយសូម្បីតែយើងខ្លួនឯងក៏យើងកើតមកជាមួយនឹងគោលបំណងអ្វីមួយដែរបើអ្នករស់នៅសម្រាប់ក្តីសុបិនរបស់អ្នកវាមិនត្រឹមតែជួយជាប្រយោជន៍ឲ្យអ្នកខ្លួនឯងតែម្នាក់នោះទេតែវាថែមទាំងផ្ដល់ជាប្រយោជន៍ដល់មនុស្សរួមលោកនេះផងដែរបញ្ហាពេលខ្លះអាចមិនមែនជាបញ្ហាវាស្ថិតនៅក្នុងចិត្តគំនិតរបស់អ្នកពេលអ្នកនៅកន្លែងដែលមិនចំជាមួយកលឹះតាក់ដួងចិត្តរបស់អ្នកដែលជាក្តីសុបិនរបស់អ្នកទេអ្នកប្រកាសជាកាន់តែខំប្រឹងកាន់តែហត់ផ្ទុយពីការខំប្រឹងដើម្បីក្តីសុបិនកាន់តែប្រឹងប្រែងកាន់តែរីករាយកាន់តែប្រឹងប្រែងកាន់តែរីកចម្រើនធ្វើយ៉ាងណាក៏មិនងាយអស់គំនិតមិនទាល់ច្រកមិននឿយណាយដែរ
បើទោះបីជាពេលនេះអ្នកអាយុប៉ុន្មានក៏ដោយក៏កុំបារម្ភព្រោះក្តីសុបិនរបស់អ្នកនៅតែរស់សំខាន់អ្នកព្រមរចនាក្តីសុបិនរបស់អ្នកខិតខំបង្កើតវាឲ្យកើតចេញជារូបរាងឬក៏អត់គ្រប់យ៉ាងស្ថិតនៅលើការសម្រេចចិត្តរបស់អ្នកជីវិតរបស់អ្នកធ្លាក់ឬក៏ឡើងខ្ពស់ត្រដែតវាអាស្រ័យលើការជ្រើសរើសរបស់អ្នកគ្រប់ពេលវេលានៅក្នុងជីវិតរបស់យើងតែងតែសាកល្បងនៅជម្រើសពីរដើម្បីឲ្យយើងធ្វើការជ្រើសរើសជានិច្ច